សមត្ថកិច្ចខកខ្លួនជនជាតិប៉ាគីស្ថានបង់ក្លាដេសនិងនេប៉ាល់ជិត300នាក់ពាក់ព័ន្ធករណីស្នាក់នៅនិងធ្វើការនៅប្រទេសកម្ពុជាដោយខុសច្បាប់កម្លាំងអាកាសស្នងការដ្ឋាននគរបាលជាតិសហការជាមួយកម្លាំងអគ្គមេបញ្ជាការឯកភាពរដ្ឋបាលខេត្តព្រះសីហនុខកខ្លួនជនជាតិប៉ាគីស្ថានបង់ក្លាដេសនិងនេប៉ាល់ចំនួនជិត300នាក់ពាក់ព័ន្ធករណីស្នាក់នៅនិងធ្វើការនៅក្នុងប្រទេសកម្ពុជាដោយខុសច្បាប់ការរកឃើញនេះផ្ដើមចេញពីករណីក្រុមជនជាតិប៉ាគីស្ថាននិងបង់ក្លាដេសទាំងនេះប្រមូលផ្ដុំគ្នាតវ៉ាប្រឆាំងនឹងជនជាតិចិនពាក់ព័ន្ធនឹងករណីមានចំនួនសាសនាកាលពីប៉ុន្មានថ្ងៃមុនប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី6ខែតុលាឆ្នាំ2025តាមបទបញ្ជារបស់នាយឧត្តមសេនីយ៍សុថេតអគ្គស្នងការនគរបាលជាតិនិងថ្នាក់ដឹកនាំប្រតិបត្តិការផ្ទាល់ដោយលោកឧត្តមសេនីយ៍ឯងអ៊ីសុខីអគ្គស្នងការរងនិងលោកឧត្តមសេនីយ៍ឯងសរដ្ឋាអគ្គស្នងការរងនិងជាស្នងការនគរបាលខេត្តព្រះសីហនុព្រមទាំងសហការជាមួយកងកម្លាំងប្រដាប់អាវុធក៏ដូចជាអាជ្ញាធរមូលដ្ឋានក្រោមការសម្របសម្រួលពីតំណាងអមយកាសផងដែររបាយការណ៍របស់អគ្គស្នងការដ្ឋាននគរបាលជាតិដែលបង្ហាញព័ត៌មានទទួលបានបញ្ជាក់ថាប្រតិបត្តិការខកខ្លួនថ្ងៃនេះរកឃើញជនជាតិប៉ាគីស្ថានចំនួន216នាក់ជនជាតិបង់ក្លាដេសចំនួន68នាក់និងជនជាតិនេប៉ាល់ចំនួន6នាក់សរុប290នាក់ដែលសម្រាប់កាលពីថ្ងៃមុននេះសមត្ថកិច្ចក៏បានខកខ្លួនជនជាតិបង់ក្លាដេសនិងប៉ាគីស្ថានប្រមាណ58នាក់ផងដែរជនជាតិទាំងនេះត្រូវបានខកខ្លួនពាក់ព័ន្ធករណីស្នាក់នៅនិងធ្វើការខុសច្បាប់នៅក្នុងប្រទេសកម្ពុជាសូមរំលឹកថានៅយប់ថ្ងៃទី4ខែតុលាកន្លងទៅជនជាតិប៉ាគីស្ថាននិងបង់ក្លាដេសជាច្រើនអ្នកបាននាំគ្នាតវ៉ាប្រឆាំងដល់ខឹងសម្បាជាមួយនឹងជនជាតិចិនដែលប្រើពាក្យប្រមាថជាសាររបស់ខ្លួននៅក្នុងកន្លែងធ្វើការនៅក្នុងអគារមួយទៅក្នុងក្រុងព្រះសីហនុខេត្តព្រះសីហនុផ្អាកប្រជាពលរដ្ឋនិងកងកម្លាំងប្រដាប់អាវុធចុះអន្តរាគមន៍ដើម្បីសម្របសម្រួលនៅក្នុងនោះសមត្ថកិច្ចខកខ្លួនជនជាតិបរទេសទាំងនោះជាបន្តបន្ទាប់និងចាត់វិធានការតាមផ្លូវច្បាប់